Group of work Peru Clagia by Capip no Moke, Jumno Nine Look and J Posteco Glue, no Tottenham Hotspur. Jung Tam Saporamian one football banner dung tank, Club Tottenham Hotspur, Compong Trim to Camp Picharana, the look by Capip Group of work to my mania. But Group of work Pachabon look and J Posteco Glue, and I don't know Chrome look pin one, you find Europa League Pantino. Tottenham Hotspur មានលទ្ធផលមិនសិលល្អទេនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ដែលបានចាញ់ជាលើកទី 15 នៅរដូវកាល 2024-2025 ក្រោមធ្វើជើង Fulham 2-0 ដែលធ្វើក្រុមធ្លាក់ទៅឈរលេខរឿងទី 14 ឯណោះគណៈក្រុមកំពុងតស៊ូដើម្បីមានកៅអីលេងពានរង្វាន់អឺរ៉ុបណាមួយនៅរដូវកាលក្រោយបច្ចុប្បន្នក្រុមមន់ខ្លាយមាសក៏មានការប្រកួតពានរង្វាន់អឺរ៉ុបដែរគឺពានរង្វាន់ UEFA Europa League ដែលត្រូវប៉ះ Frankfurt នៅវគ្គ 8 ក្រុមចុងក្រោយនាខែមេសាខាងមុខនេះចា៎ណាបើសិនលោក Postecoglou មិនអាចដឹកនាំក្រុមទទួលបានជោគជ័យក្នុងពានរង្វាន់នេះទេលោកអាចនឹងពិបាករក្សាតំណែងបន្តទៀតបញ្ហាកីឡាកររបួសជារឿងដែលស្មុគស្មាញរបស់ Tottenham Hotspur ប៉ុន្តែវាមិនអាចយកមកធ្វើជាមូលហេតុចម្បងនៃការធ្លាក់ចុះរបស់ក្រុមទេហើយក្រុមបង្វឹកលោក Postecoglou ត្រូវទទួលខុសត្រូវលើរឿងនេះបើសិនជាលោក Postecoglou ពិតជាមិនអាចជួយក្រុមទទួលបានជោគជ័យនោះទេនោះក្លឹបអាចនឹងពិចារណាស្វែងរកគ្រូបង្វឹកថ្មីដោយក្នុងនោះ Tottenham Hotspur កំពុងសម្លឹងឃើញបេក្ខភាពឈានមុខចំនួន 2 រូបនោះគឺគ្រូបង្វឹកប៊ឺនម៉ៅលោក Andoni Iraola និងគ្រូបង្វឹក Fulham លោក Marco Silvaសម្រាប់លោក Andoni Iraola ខាងក្លឹប Bournemouth ចង់បន្តកងត្រាថ្មីមុនពេលដែលផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយប៉ុន្តែគឺជឿថាលោកនឹងចាប់អារម្មណ៍លើការចូលកាន់តំណែងនៅ Tottenham Hotspur ប្រសិនបើលោកនឹងមានឱកាសបែបនេះមន្ទិលសង្ស័យអំពីអនាគតរបស់លោក Marco Silva នៅ Fulham ក៏ត្រូវបានលើកយកមកផ្សារភ្ជាប់ក្នុងការទទួលបានឱកាសទៅកាន់ Tottenham Hotspur ដែរទាំងលោក Andoni Iraola និងលោក Marco Silva សុទ្ធតែមានការចាប់អារម្មណ៍និងពងប្រាថ្នាចង់បានឱកាសរបស់ពួកគេក្នុងការដឹកនាំក្លឹបធំដូចជា Tottenham Hotspur Tottenham Hotspur បានឈ្នះពានរង្វាន់ចុងក្រោយបំផុតគឺពាន EFL Cup តាំងពីឆ្នាំ 2008 ហើយក្រុមពិតជាអស់សង្ឃឹមក្នុងការឈ្នះពានរង្វាន់សាជាថ្មីក្នុងរយៈពេល 17 ឆ្នាំចុងក្រោយនេះក្លឹបសង្ឃឹមថាប្រសិនបើពួកគេតែងតាំងគ្រូបង្វឹកថ្មីបានត្រឹមត្រូវនោះអាចនឹងទទួលបានលទ្ធផលជោគជ័យលោក Jun Ramos ជាគ្រូបង្វឹកចុងក្រោយដែលជួយឲ្យ Tottenham Hotspur ឈ្នះពាន EFL Cup នោះហើយបន្តមកមានលោក Harry Redknapp, Andre Villas-Boas, Tim Sherwood, Mauricio Pochettino, Jose Mourinho Nuno Espirito Santo និង Antonio Conte សុទ្ធតែបរាជ័យមិនអាចជួយឲ្យ Tottenham Hotspur អាចឈ្នះពានរង្វាន់បានទៀតឡើយ